ជំរាបសួរថ្ងៃនេះនាំពុកម៉ែបងប្អូនមកមើលពីការកែច្នៃសម្បកកង់ឡានដែលចាស់ពុកម៉ែបងប្អូនបាទឥឡូវនេះចាប់ផ្ដើមដំបូងគឺបរិសម្នាក់គាត់បានរើសសម្បកកង់ឡានដែលចាស់ហើយយកមកលាងនឹងសាប៊ូបាទដើម្បីឲ្យស្អាតកុំឲ្យមានជាប់ក្អែលអញ្ចឹងណាខ្លាចបាញ់ថ្នាំអត់ជាប់អញ្ចឹងណាពុកម៉ែបងប្អូនឥឡូវនេះគាត់បានបាញ់ថ្នាំពណ៌ខៀវទឹកប៊ិចហើយបងប្អូនបាទបនតបមកទៀតនោះហើយគាត់ក៏បានយកមកចោះប្រហោងធំល្មមប្រហែលជាប៉ុនកដៃបងប្អូនបាទដើម្បីសោកឈើមួយនេះចូលអញ្ចឹងណាឥឡូវចាំមើលបងប្អូនឃើញលទ្ធផលចុងក្រោយទើបដឹងថាស្អាតប៉ុណ្ណាបាទអញ្ចឹងសម្រាប់ការកែច្នៃបែបនេះខ្ញុំគិតថាពុកម៉ែបងប្អូនអាចកែច្នៃបានការងារនេះដូចជាមិនពិបាកទេពុកម៉ែបងប្អូនបាទឥឡូវនេះគាត់ធ្វើបានប្រហែលជា 30% ហើយបាទគាត់បានយកឈើមានអាស័យមានអីយកមកកាត់ដើម្បីធ្វើជាបកង់វាណាបងប្អូនបាទហើយគាត់បានកាត់បាទជាកង់នេះបាទឥឡូវបានយកមករៀបធ្វើជាអានៀបហើយបងប្អូនបាទមើលទៅរៀងស្អាតមកបន្តិចហើយបាទឡើងឥឡូវចិត្តហើយបាទអូពិតជាស្រស់ស្អាតមែនតើបាទរីឯកន្លែងអានៀបអង្គុយគេធ្វើពីអាស័យបងប្អូនបាទឥឡូវគាត់ចាប់ផ្ដើមចងខ្សែហើយដើម្បីធ្វើអញ្ចូលបាទនេះអូចាប់វិសជាប់នឹងតួរត់ផ្ទះរបស់យើងណាវ៉ាវពិតជាស្អាតមែនតើបងប្អូននេះបាទស្អាតមែនតើបាទតនេអាចច្នៃបានពុកម៉ែបងប្អូនសម្រាប់លម្អផ្ទះរបស់យើងផងដែរ